តែបងបងថ្ងៃនេះខ្ញុំណែនាំបងបងតាគ្នាជាមួយនឹងប្រភេទម៉ូតូ4ស៊េរីដែលកំពុងតែពេញនិយមផ្ទុះខ្លាំងមែនទែនក្នុងឆ្នាំ2025តែសេរីទី1នេះគឺជាប្រភេទម៉ូតូ Yamaha PH1 សេរីឆ្នាំ2024ចាគឺពេញនិយមជិះខ្លាំងមែនទែនសម្រាប់បងបងដែលគាត់ជាសភាពបរិយាឬក៏បងបងដែលគាត់ចង់បានជាលក្ខណៈចេញទ្រីបសាកថ្មជីវិតអីគឺស័ក្តិសមខ្លាំងមែនទែនបងបងតាគ្នាជាមួយនឹងប្រភេទសេរីម៉ូតូទី2ជាប្រភេទម៉ូតូ Scoopy សេរីឆ្នាំ2025បងបងតាគ្នាងាយស្រួលមែនទែនសម្រាប់បងបងដែលគាត់ចង់បានជាលក្ខណៈធ្វើការកបានចាជាសិស្សសាលាអីយកទៅប្រើប្រាស់អីក៏បានដែរគឺពេញនិយមខ្លាំងមែនទែនហើយជាមួយនឹងសេរីម៉ូតូទី3ជាមួយនឹងប្រភេទម៉ូតូ Honda Clickឆ្នាំ2023ដែលកាឡាម៉ាស៊ីនគឺ125cc ប្រភេទប្រើសោតេឡេសម្រាប់បងបងដែលគាត់ចង់បានយកទៅប្រើប្រាស់គឺស័ក្តិសមខ្លាំងមែនតើងាយស្រួលក្នុងការប្រើប្រាស់ហើយទៅលើសេរីប្រភេទម៉ូតូទី4នេះបងបងតាគ្នាមួយនេះក៏ស្អាតដែរចាទៅតែចូលស្តុកថ្មីក្តៅមែនតើបងបងតាគ្នាជាមួយនឹងប្រភេទម៉ូតូ Honda Vario សេរីឆ្នាំ2024ដែលកាឡាម៉ាស៊ីនគឺ125រូបរាងស្តៀងជាមួយនឹង Honda Click ដែរបងបងតាគ្នាចាខ្ញុំមកប្រាប់បងបងតាគ្នាជាមួយនឹងការបង់ប្រចាំខែជាមួយនឹងសេរីម៉ូតូទាំង4ហ្នឹងបងប្អូនណាខ្លះដែលគាត់ឆ្លាញ់ជាមួយនឹងប្រភេទម៉ូតូ Yamaha PH1 បងប្រចាំខែតាមមួយខែ$70ទៅ$80បងបងតាគ្នាហើយសម្រាប់បងបងដែលគាត់ឆ្លាញ់ជាមួយនឹងប្រភេទម៉ូតូ Scoopy 025បងជាប្រចាំខែតាមមួយខែ$80ទៅ$90បងបងតាគ្នាចាហើយបងបងដែលគាត់ឆ្លាញ់ទៅលើសេរីម៉ូតូទី3ចាបងប្រចាំខែតាមមួយខែ$80ទៅ$90តែប៉ុណ្ណោះបងបងដែលគាត់ឆ្លាញ់ជាមួយនឹងសេរីទី4 Vario សេរីឆ្នាំ2024បងជាប្រចាំខែតាមមួយខែ$90ទៅ$100ស្ដាងទេបងបងតាគ្នាចាហើយមួយវិញទៀតបងបងតាគ្នាទៅលើលក្ខខណ្ឌបងរំលឺនឹងផងដែរឯកសារគឺងាយស្រួលមែនតើមានត្រឹមតែ2ទៅ3ឯកសារបងបងអាចធ្វើការដាក់ពីបងរំលឺសុទ្ធ100%ជាមួយនឹងហាងលក់ម៉ូតូយុគសេពិកបានទេហើយបើតែកាន់តែពិសេសពីហាងម៉ូតូបងក៏មានទៅលើការថែមជូនជាច្រើនមុខចាថែមជូនកាដូជាច្រើនមុខក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនឹងផងដែរណាសម្រាប់បងប្អូនដែលគាត់ចង់បានអាចធ្វើការទំនាក់ទំនងទិញឬបងរំលឺជាមួយនឹងហាងលក់ម៉ូតូយុគសេពិកបានអរគុណបាយបាយ